គណៈសនមស្ការលោកចាស់គ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមចំពោះបរិស័ទទាំងអស់ចឹងក្នុងថ្ងៃនេះអាត្មានឹងមកចែករំលែកនៅចំណុចមួយតែលោកបានពោលនៅក្នុងគម្ពីរមិលិនណាចឹងចំណុចដែលអាត្មានឹងលើកយកមកនេះគឺលើកយកអំពីបុគ្គល10ចម្ពោះបុគ្គល10ចម្ពោះដែលគេត្រូវគេមើលងាយមាក់ងាយមើលថោកណានិយាយដើមណានិយាយឌីដងមិនគោរពណាអញ្ចឹងមានបុគ្គល10យ៉ាង10នាក់ញ៉ាំណាអញ្ចឹងទី1លោកឲ្យឈ្មោះថាស្ត្រីដែលមិនមានប្តីញ៉ាំណាអញ្ចឹងស្ត្រីដែលមិនមានប្តីក៏ត្រូវគេមើលងាយមើលថោកយ៉ាងដែរណាបុគ្គលទី2នោះគឺបុគ្គលដែលមាននៅកម្លាំងខ្សោយណាដុបឡូណាអញ្ចឹងបុគ្គលដែលមាននៅកម្លាំងខ្សោយមិនមាននៅកម្លាំងកំហែងនឹងក៏ជាបុគ្គលដែលត្រូវគេមើលងាយមាក់ងាយដែរចំណុចទី3នោះគឺបុគ្គលដែលមិនមានញាតិមិនមានមិត្តមិនមានញាតិណាយើងពាក្យខ្មែរញាតិមិត្តណាអមតញ្ញាតិណាអញ្ចឹងបុគ្គលដែលមិនមានញាតិមិត្តហ្នឹងឯងក៏ត្រូវគេមើលងាយមើលថោកដែរញ៉ាំណាចំណុចទី4គឺមហាកាសោបុគ្គលដែលបរិភោគច្រើនណាបុគ្គលដែលបរិភោគច្រើនគឺគេអត់សរសើរទេណាអញ្ចឹងគឺជាបុគ្គលដែលគេត្រូវមើលងាយដែរណាចំណុចទី5នោះគឺអករុគុលវាសិកោណាចំណុចនេះគេថ្មចង់និយាយគឺបុគ្គលដែលមិនធ្លាប់ណាទៅសិក្សារៀនសូត្រក្នុងសំណាក់គ្រូបាអាចារ្យឯណានីមួយអញ្ចឹងបុគ្គលនេះគឺក៏ឈ្មោះថាជាបុគ្គលដែលគេត្រូវមើលងាយមាក់ងាយដែរយើងបច្ចុប្បន្នយើងពេលខ្លះយើងជឿថាអ្នកខ្លះនេះគឺចេះដោយអត់មានគ្រូមានអីណាអាហ្នឹងគឺអត់មានទេណាអញ្ចឹងគឺបានន័យថាបុគ្គលណាដែលអត់មានគ្រូបាអាចារ្យណាបុគ្គលណាដែលអត់ធ្លាប់ទៅសិក្សាអំពីសំណាក់គ្រូបាអាចារ្យជាបុគ្គលដែលត្រូវគេមើលងាយមើលថោកណាហ្នឹងគឺជាចំណុចហ្នឹងណាចំណុចមួយទៀតគឺបាបមេតោបុគ្គលដែលមាននៅបាបមិត្តណាគឺបាបមិត្តគឺសំដៅដល់មិត្តដែលមិនល្អមិត្តដែលនាំទៅដឹកនាំយើងទៅអបាយភូមិហ្នឹងណាមិត្តដែលដឹកនាំយើងផឹកស្រាមិត្តដែលដឹកនាំយើងលេងល្បែងអីជាដើមអញ្ចឹងគឺបុគ្គលដែលមានមិត្តប្រភេទហ្នឹងគឺក៏ត្រូវគេមើលងាយដែរមាក់ងាយដែរណាមួយចំណុចទៀតគឺឋានៈហ៊ីណូអញ្ចឹងបុគ្គលដែលអន់ថយនៅទ្រព្យសម្បត្តិក៏ជាបុគ្គលដែលគេត្រូវមើលងាយមើលថោកដែរណាអញ្ចឹងបុគ្គលដែលខ្សត់ទ្រព្យណាគឺជាបុគ្គលដែលត្រូវគេមើលងាយមាក់ងាយដែរមួយចំណុចទៀតគឺអាចារៈហ៊ីណូណាគឺជាបុគ្គលដែលមិនមាននៅការប្រព្រឹត្តណាឧទាហរណ៍ថាបើក្រហោះបើជាបុរសណាអញ្ចឹងបុរសហ្នឹងគឺគេមានត្រូវការមានការសង្រួមរបស់បុរសមិនអញ្ចឹងណាសង្រួមកាយវិការចិត្តរបស់បុរសអញ្ចឹងដែរអញ្ចឹងបើថាអត់សង្រួមគឺត្រូវគេមើលងាយណាស្ត្រីក៏អញ្ចឹងដែរណាស្ត្រីក៏ត្រូវមានការសង្រួមរបស់ស្ត្រីដែរអញ្ចឹងកាលណាបើស្ត្រីនឹងមិនសង្រួមក៏ណាត្រូវគេមើលងាយមាក់ងាយដែរណាហើយបើប៊ូសមកជាភេទបព្វជិតណាអញ្ចឹងបើប៊ូសមកជាភេទបព្វជិតហើយមិនសង្រួមណាហ្នឹងគឺនឹងត្រូវគេមើលងាយមាក់ងាយណាគេនិយាយដើមគេមើលថោកណានឹងឯងណាជាដើមប៉ុណ្ណាអញ្ចឹងគឺបុគ្គលដែលมันមាននៅការប្រព្រឹត្តណាចំណុចមួយទៀតនេះកាមហ៊ីណូណាអញ្ចឹងបុគ្គលដែលមិនមានការងារធ្វើណាអញ្ចឹងបុគ្គលដែលមិនមានការងារធ្វើនឹងឯងគឺក៏ត្រូវគេមាក់ងាយមើលថោកដែរណាអញ្ចឹងតាមប្រសពក្តីហើយប៊ូសមកជាបព្វជិតហើយក្តីណាអត់ការងារក៏គេមិនសូវជាឲ្យតម្លៃអីទេណាការងារនេះគឺបានន័យថាដូចជាការងារដែលបើលោកធ្វើអ្វីបានប្រព្រឹត្តធម៌ប្រព្រឹត្តវិន័យណាធ្វើកម្មដ្ឋានបានធ្វើកម្មដ្ឋានណាលោកធ្វើកម្មដ្ឋានបានទេគឺធ្វើការរធរៈមានការត្រួតត្រងធម៌វិន័យឲ្យបង្ហាត់បង្រៀនណាព្រានប្រដៅឲ្យចែករំលែកដល់លោកចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាណាហ្នឹងគឺជាបុគ្គលដែលមាននៅការងារប៉ុន្តែផ្ទុយទៅវិញបើជាងអត់ធ្វើនៅចំណុចតាហ្នឹងទេគឺឈ្មោះថាបុគ្គលដែលមិនមាននៅការងារអញ្ចឹងបុគ្គលដែលមិនមាននៅការងារគេរមែងគេមើលងាយមើលថោកណាមិនឲ្យតម្លៃទេណាមួយចំណុចទៀតគឺប្រយោគហ៊ីណូបុគ្គលដែលមិនមាននៅសេចក្តីព្យាយាមណាអញ្ចឹងបុគ្គលដែលមិនមាននៅសេចក្តីព្យាយាមគឺយើងដឹងហើយគឺខ្ជិលស្អោះមិនមាននៅសេចក្តីព្យាយាមគឺជាបុគ្គលដែលត្រូវគេមើលងាយមើលថោកដែរណាអញ្ចឹងខ្ជិលច្រអូសមិន
ចូលធ្វើការខ្ជិលសិក្សារៀនសូត្រណាអីជាដើមអញ្ចឹងគឺជាបុគ្គលដែលត្រូវគេមើលងាយដែរណាអញ្ចឹងថ្មសរុបសេចក្តីមកវិញណាយើងថ្មពោលដោយសង្ខេបដែរណាណាអញ្ចឹងសរុបសេចក្តីមកវិញអញ្ចឹងបុគ្គលដែលត្រូវគេមើលងាយនឹងឯងមាន10ណា10នាក់អញ្ចឹងទី1តាចេញញោមរាប់ទាំងអស់គ្នាណាទី1គឺស្ត្រីដែលមិនមាននៅស្វាមីណាបុគ្គលទី2គឺបុគ្គលដែលអន់ថយនៅកម្លាំងបុគ្គលទី3គឺបុគ្គលដែលមិនមានញាតិមិត្តបុគ្គលទី4គឺបុគ្គលដែលបរិភោគច្រើនបុគ្គលទី5គឺបុគ្គលដែលមិនធ្លាប់ចូលទៅសំណាក់គ្រូបាអាចារ្យដើម្បីសិក្សារៀនសូត្រណាចំណុចទី6នោះគឺបុគ្គលទី6គឺបុគ្គលដែលមាននៅបាបប្រមិតបុគ្គលទី7ណាគឺជាបុគ្គលដែលអន់ថយនៅទ្រព្យសម្បត្តិបុគ្គលទី8គឺជាបុគ្គលដែលมันមានការប្រព្រឹត្តណាបុគ្គលទី9នោះគឺជាបុគ្គលដែលมันមាននៅការងារណាបុគ្គលទី10នោះគឺជាបុគ្គលដែលมันមាននៅសេចក្តីព្យាយាមគឺជាបុគ្គលដែលខ្ជិលច្រអូសណាអញ្ចឹងបុគ្គល10យ៉ាងនេះគឺរមែងគឺត្រូវគេមើលងាយណាអញ្ចឹងញោមលោកម្ចាស់ពិចារណាមើលថាខ្លួនខ្វះត្រង់ណាខ្សត់ត្រង់ណាក៏យើងបំពេញណាហ្នឹងហើយអញ្ចឹងនេះគឺមាននៅក្នុងវិលនៈបញ្ហានៅក្នុងអនុមានៈបញ្ហាវៈណានៅក្នុងឌុក្ខរៈការិកៈបញ្ហាណា